ឈ្នះសេចក្តីក្រោធដោយការមិនក្រោធសេចក្តីក្រោធគឺជាភ្លើងដែលឆេះនៅក្នុងចិត្តពេលវាកើតឡើងវាអាចធ្វើឲ្យមនុស្សនិយាយពាក្យដែលខ្លួននឹងសោកស្ដាយនៅពេលក្រោយធ្វើអំពើដែលមិនគួរធ្វើនិងបំផ្លាញទំនាក់ទំនងដែលបានសាងអស់រយៈពេលជាយូរពេលគេខឹងយើងខឹងតបពេលគេនិយាយខ្លាំងយើងនិយាយខ្លាំងជាងពេលគេធ្វើឲ្យយើងឈឺចិត្តយើងចង់ធ្វើឲ្យគេឈឺចិត្តវិញបែបនេះមិនមែនជាការឈ្នះទេវាគ្រាន់តែជាការបញ្ជូនសេចក្តីក្រោធពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតព្រះពុទ្ធអង្គបានបង្រៀនថាឈ្នះសេចក្តីក្រោធដោយការមិនក្រោធការមិនក្រោធមិនមែនជាភាពទន់ខ្សោយទេផ្ទុយទៅវិញវាជាកម្លាំងរបស់អ្នកដែលអាចគ្រប់គ្រងចិត្តខ្លួនឯងបានពេលអ្នកណាម្នាក់ធ្វើឲ្យយើងខឹងហើយយើងអាចឈប់មួយភ្លែតមិនប្រញាប់និយាយមិនប្រញាប់សងសឹកហើយពិនិត្យចិត្តខ្លួនឯងនោះយើងបានឈ្នះជំហានដំបូងរួចហើយគេអាចបង្កកំហឹងនៅក្នុងយើងប៉ុន្តែយើងជាអ្នកសម្រេចថាតើយើងនឹងរក្សាកំហឹងនោះឬទុកឲ្យវាឆ្លងកាត់ទៅការមិនខឹងក្រោធមិនមែនមានន័យថាយើងយល់ព្រមចំពោះអំពើខុសរបស់អ្នកដទៃទេប្រសិនបើមានអំពើមិនត្រឹមត្រូវយើងអាចនិយាយការពិតអាចកំណត់ព្រំដែននិងអាចការពារខ្លួនឯងបានប៉ុន្តែធ្វើដោយសតិនិងបញ្ញាមិនមែនដោយកំហឹងនិងការសងសឹកមនុស្សដែលខ្លាំងមិនមែនជាមនុស្សដែលអាចធ្វើឲ្យអ្នកដទៃខ្លាចបានទេមនុស្សដែលខ្លាំងគឺជាមនុស្សនៅពេលដែលមានកំហឹងកំពុងឆេះខ្លាំងក្នុងចិត្តក៏នៅតែអាចគ្រប់គ្រងពាក្យសម្ដីនិងអំពើរបស់ខ្លួនបានពេលគេប្រមាថយើងចូលកុំប្រមាថតបពេលគេខឹងយើងចូលកុំឲ្យកំហឹងរបស់គេខ្លាចជាកំហឹងរបស់យើងពេលគេធ្វើអាក្រក់ចូលកុំឲ្យអំពើអាក្រក់របស់គេបំផ្លាញចិត្តល្អរបស់យើងនៅពេលយើងសងសឹកដោយកំហឹងយើងប្រហែលជាឈ្នះការឆ្លោះប៉ុន្តែអាចចាញ់សន្តិភាពក្នុងចិត្តរបស់ខ្លួនឯងអភ័យទោសក៏មិនមែនមានន័យថាយើងភ្លេចអំពើដែលគេធ្វើដាក់យើងទាំងអស់ទេការអភ័យទោសគឺការដោះលែងចិត្តរបស់ខ្លួនឯងពីការចង់សងសឹកយើងអាចចងចាំជាមេរៀនប៉ុន្តែមិនចាំបាច់កាន់កំហឹងកុំឲ្យកំហឹងរបស់អ្នកដទៃខ្លាចជាម្ចាស់ចិត្តរបស់អ្នកនៅពេលកំហឹងកើតឡើងចូលឈប់មួយភ្លែតដកដង្ហើមសង្កត់ចិត្តកុំប្រញាប់និយាយកុំប្រញាប់សម្រេចចិត្តពេលចិត្តស្ងប់ទើបនិយាយអ្វីដែលត្រឹមត្រូវនេះហើយជាការអនុវត្តព្រះធម៌ក្នុងជីវិតប្រចាំថ្ងៃឈ្នះកំហឹងដោយមិនក្រោធឈ្នះការស្អប់ដោយមេត្តាឈ្នះការសងសឹកដោយការអភ័យទោសឈ្នះពាក្យអាក្រក់ដោយពាក្យល្អឈ្នះខ្លួនឯងដោយសតិនិងបញ្ញាការឈ្នះអ្នកដទៃមិនមែនជាជ័យជំនះដ៏ធំបំផុតទេការឈ្នះកំហឹងនិងកិលេសនៅក្នុងចិត្តខ្លួនឯងទើបជាជ័យជំនះដ៏ប្រសើរ